នាព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2026រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរសម្ដេចព្រះវររាជមាតាជាតិខ្មែរនរោត្តម មុនិនាថ សីហនុនៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់90យាងចូល91ព្រះវស្សាពិធីថ្វាយព្រះពរក្នុងឱកាសនោះក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងឯកឧត្តមឈៀងលាក់ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តកម្លាំងប្រដាប់អាវុធទាំង3ប្រភេទប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តសិស្សានុសិស្សប្រជាពលរដ្ឋបានចូលរួមនៅក្នុងពិធីនោះយ៉ាងអធិកអធមឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានអានសារលិខិតថ្វាយព្រះពរសម្ដេចព្រះវររាជមាតាជាតិខ្មែរនរោត្តម មុនិនាថ សីហនុតាំងនាមក្រុមប្រឹក្សាខេត្តអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋខេត្តស្ទឹងត្រែងព្រះបរមរាជានុញ្ញាតអភិវឌ្ឍសម្ដែងថ្វាយនៅមនោសញ្ចេតនារីករាយនិងអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតនៅក្នុងឱកាសដល់មហាមង្គលាភិរម្យឧត្តមប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់90យាងចូល91ព្រះវស្សានៃសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលដែលប្រព្រឹត្តទៅនាថ្ងៃទី18ខែមិថុនាឆ្នាំ2026និងសូមចូលរួមថ្វាយនៅព្រះសពសាធុការពរជ័យបវរសួស្តីសិរីវឌ្ឍនាវិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរសូមទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាព្រះកាយពលរឹងមាំព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាចាក់ផុតពីព្រះរោគាតជាធិនានាដើម្បីគង់ប្រថាប់ជាម្លប់ដល់ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជាកូនចៅជាអង្វែងតរៀងទៅនាឱកាសប្រកបដោយសិរីមង្គលដល់ឧត្តមឧត្តមនេះមន្ត្រីរាជការកម្លាំងប្រដាប់អាវុធទាំង3ប្រភេទសិស្សានុសិស្សប្រជាពលរដ្ឋទាំងអស់បានសម្ដែងនូវកតញ្ញូតាធម៌ដល់ជ្រាលជ្រៅបំផុតចំពោះព្រះមហាករណាธิគុណរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលតែងតែយកប្រតិយទុកដាក់ចំណែកព្រះបញ្ញាញាណនិងព្រះកាយពលប្រកបដោយព្រះគុណធម៌ព្រះមនុស្សធម៌បំពេញព្រះរាជសកម្មភាពដល់ឧត្តមឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជានុរាស្ត្រនៅទូទាំងប្រទេសជាដរាបរៀងមកជាមួយគ្នានោះបានព្រះបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យកែវទាំង3រិទ្ធបារមីទេវតាថែរក្សាទឹកដីអង្គរដល់បវរនៃយើងទេវតាថែរក្សាព្រះមហាស្វេតឆ័ត្ររិទ្ធបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសរិទ្ធបារមីដួងវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋសូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនៅព្រះរាជសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរសូមទ្រង់ប្រកបនៅព្រះពុទ្ធពរនិងពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈជាភិយោភាពតរៀងទៅសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពដល់ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនៅអភិវឌ្ឍនកិច្ចនិងភក្តីភាពដល់ស្មោះស្ម័គ្របំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា